សូមជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូមួយនេះបាទថ្ងៃនេះខ្ញុំបាទនឹងទៅមើលអត្ថបទមួយពាក់ព័ន្ធជាមួយនឹងលោកអ៊ិតស៊ីថាដែលជាពិធីករដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកម្ពុជាយើងហើយលោកទៅនឹងទទួលមរណភាពទៅថ្មីនេះហើយលោកត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលពូកែលាក់រឿងបាទរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់លោកទៅគេបានដឹងរឿងរ៉ាវទាំងអស់នេះហើយថ្ងៃនេះយើងទៅមើលថាតើលោកលាក់បាំងរឿងអ្វីខ្លះពាក់ព័ន្ធជាមួយនឹងខ្លួនលោកតល់ការងារឬក៏ពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារបាទយើងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យគឺលោកអ៊ិតស៊ីថាមានជំងឺក្រិនថ្លើមហើយបានបង្កទៅជាជំងឺមហារីកដ៏ធ្ងន់ធ្ងរនៅមុនពេលដែលលោកស្លាប់ក្នុងនោះគ្រូពេទ្យដដែលក៏បានប្រាប់ថាលោកមានជំងឺទីទឹកនិងជំងឺទឹកនោមផ្អែមព្រមគ្នាផងដែរទើបបណ្ដាលឲ្យលោកមានសភាពធ្ងន់ធ្ងរត្រឹមតែរយៈពេលខ្លីដូចនេះយ៉ាងណាមិញកូននិងម្ដាយរបស់លោកបានអះអាងថាលោកអ៊ិតស៊ីថាមិនធ្លាប់ប្រាប់ថាលោកមានជំងឺបែបនេះនៅមុនពេលដែលលោកស្លាប់នោះទេដោយក្រុមគ្រួសាររបស់លោកបានត្រឹមតែដឹងថាលោកមានជំងឺស្ពឹកដៃស្ពឹកជើងនិងមានជំងឺថ្លើមប្រភេទ B តែប៉ុណ្ណោះអ្នកស្រីយឹមសំអឿនអាយុ75ឆ្នាំជាម្ដាយបង្កើតរបស់លោកអ៊ិតស៊ីថាបានអះអាងថាអ្នកស្រីធ្វើដំណើរពីខេត្តបាត់ដំបងមករស់នៅផ្ទះជួលជាមួយនឹងលោកអ៊ិតស៊ីថាដើម្បីមើលថែចៅក្រោយពីអ៊ិតស៊ីថាបែកបាក់ពីភរិយាហើយបានអះអាងថាមុនពេលលោកអ៊ិតស៊ីថាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអ្នកស្រីជាម្ដាយនិងជាកូនរបស់លោកអ៊ិតស៊ីថាមិនបានដឹងថាលោកមានជំងឺកាចសាហាវគឺជំងឺមហារីកនោះឡើយលោកស្រីបានត្រឹមតែដឹងថាកូនប្រុសមានជំងឺថ្លើមប្រភេទ B និងក្រិនថ្លើមដោយសារលោកអ៊ិតស៊ីថាតែងតែលាក់ពីជំងឺធ្ងន់របស់ខ្លួនហើយក៏មិនដែលឃើញទៅពេទ្យជាទ្រង់ទ្រាយធំដុំនៅក្នុងពេលមិនតាន់ដួលនោះដែរអ្នកស្រីថាក្រោយពេលលោកអ៊ិតស៊ីថាបែកប្រពន្ធលោកបានមករស់នៅក្នុងបន្ទប់ជួលមួយកន្លែងនៅម្ដុំសាលាបឋមសិក្សារិស័យកែវដែលមានទំហំប្រមាណជា4ម៉ែត្រ4ជ្រុងក្នុងតម្លៃ$120ក្នុងមួយខែអ្នកស្រីថាក្នុងរយៈពេលចុងក្រោយគ្រួសាររបស់កូនប្រុសដណ្ដាបយ៉ាងខ្លាំងដោយសារការរកចំណូលគឺបានត្រឹមតែបង់ថ្លៃផ្ទះបង់ថ្លៃសាលារៀនរបស់កូននិងបង់លើបំណុលមួយចំនួនតែប៉ុណ្ណោះខណៈដែលការរស់នៅប្រចាំថ្ងៃបានដោយសារតែកូនក្មួយផ្ញើអង្គឲ្យទទួលទានទើបអាចរស់នៅបានមួយខែអ្នកស្រីថាជីវភាពរបស់កូនប្រុសមានការប្រែប្រួលដូចមេឃនឹងដីក្រោយពេលដែលបែកពីភរិយាហើយត្រូវទំនុកបំរុងកូនដល់ទៅ3ដែលអតីតភរិយារបស់លោកមិនបានចូលរួមជាឆ្អាលចំពោះរឿងនេះទេយ៉ាងណាមិញអ្នកស្រីបានបដិសេធមិនទម្លាយព័ត៌មានលម្អិតរបស់កូនប្រុសនោះទេដោយអ្នកស្រីប្រាប់ថាអ្នកស្រីមិនអាចឆ្លើយបានជាពិសេសគឺរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងរឿងដែលនាំឲ្យលោកធ្លាក់ខ្លួនដល់ថ្នាក់ទៅនៅផ្ទះជួលនិងហេតុផលដែលនាំឲ្យកូនទាំង3ត្រូវធ្លាក់មកក្នុងបន្ទប់របស់លោកអ៊ិតស៊ីថាតែម្នាក់ឯងអ្នកស្រីនិយាយថារឿងនឹងវែងឆ្ងាយខ្ញុំមិនអាចនិយាយបានទេតតែកូនគឺលោកអ៊ិតស៊ីថាបានគេមានសិទ្ធិឆ្លើយអ្នកស្រីបង្ហាញអារម្មណ៍រន្ធត់ចិត្តដែលកូនប្រុសត្រូវទទួលមរណភាពលឿនដោយភ្លេចបន្ទោលដែលអ្នកស្រីយល់ថាគឺបណ្ដាលមកពីលោកព្យាយាមលាក់ជំងឺហើយមិនហ៊ានទៅរកពេទ្យព្យាបាលឲ្យបានដិតដល់ព្រោះតែមានបន្ទុកច្រើនអ្នកស្រីបញ្ជាក់ថាក្រោយពេលដែលលោកអ៊ិតស៊ីថាបាត់បង់ជីវិតអ្នកស្រីមិនដឹងថាតើកូនទាំង3នឹងស្ថិតនៅក្នុងសភាពបែបណានោះទេក្នុងពេលដែលកូនរបស់លោកទាំង3គឺកូនប្រុសកណ្ដាលដែលមានពិការភាពតាំងពីកំណើតផងនោះអ្នកស្រីថាស្លាប់ចិត្តដែលដល់ថ្ងៃស្លាប់ទៅបានដឹងថាកូនប្រុសមានជំងឺមហារីកថ្លើមនិងទាញទឹកដ៏ធ្ងន់ធ្ងរដែលគ្រាន់តែបានដឹងក៏ស្ថិតនៅក្នុងសភាពអស់សង្ឃឹមបាត់ទៅហើយអ្នកស្រីថាលោកអ៊ិតស៊ីថាបានដាច់ដង្ហើមម្ដងហើយនៅក្នុងពេលបញ្ជូនមកដល់មន្ទីរពេទ្យរ៉ូស៊ីភ្លាមកាលពីវេលាថ្ងៃត្រង់គឺថ្ងៃទី4មិថុនាប៉ុន្តែដោយសារតែការជួយសង្គ្រោះទើបលោកមានដង្ហើមសាជាថ្មីតែនៅវេលាម៉ោង 2:30 នាទីក៏ទទួលមរណភាពតែម្ដងដោយសូម្បីតែអ្នកស្រីក៏មិនទាន់ដង្ហើមចុងក្រោយដោយសារតែអ្នកស្រីមានជំងឺខ្សោយត្រូវគ្រូពេទ្យមិនឲ្យចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយដល់ពេលពេទ្យឲ្យចូលទៅមើលគឺនៅពេលដែលលោកអ៊ិតស៊ីថាបានផុតដង្ហើមទៅហើយកញ្ញាអ៊ិតសវណ្ណរចនាជាកូនស្រីច្បងសូមទោសគឺកញ្ញាអ៊ិតសវណ្ណរចនាជាកូនស្រីច្បងរបស់លោកអ៊ិតស៊ីថាបានអះអាងថាក្នុងពេលរស់នៅជាមួយគ្នាលោកបានត្រឹមតែប្រាប់កូនថាឧស្សាហ៍ចុកដៃចុកជើងនិងថារូបលោកអត់មានជំងឺអ្វីធ្ងន់ធ្ងរនោះទេកញ្ញាថាលោកអ៊ិតស៊ីថាកញ្ញាថាលោក
ឧស្សាហ៍ទៅពេទ្យជាមិត្តស្គាល់គ្នាតែមិនដែលឃើញឪពុកទៅពេទ្យដែលមានការចំណាយលុយច្រើនម្ដងណាទេដោយក្រោយពេលដែលពេទ្យទៅពេទ្យម្ដងក៏បានត្រឹមតែយកថ្នាំលេបដែលមិនខុសពីថ្នាំលេបដើម្បីបញ្ជាការធ្វើទុកកញ្ញាថាបានដឹងរឿងឪពុកឈឺធ្ងន់ទៅតែប្រហែលថ្ងៃមុននេះតែប៉ុណ្ណោះគឺដឹងនៅក្នុងពេលដែលលោកមានសភាពធ្ងន់ធ្ងរទៅហើយយ៉ាងណាមិញមិនដឹងថាឪពុកមានជំងឺមហារីកនោះទេគឺដឹងត្រឹមតែថាលោកមានជំងឺតិចទឹកហើយអាចព្យាបាលជាតែប៉ុណ្ណោះគូបញ្ជាក់ថាលោកអ៊ិតស៊ីថាគឺជាពិធីករដ៏ល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាតាំងពីចំនួនឆ្នាំ1990ជាងនៅក្នុងទូរទស្សន៍ IBC លោកបានបាត់មុខមួយរយៈចេញទៅរស់នៅអាមេរិកហើយក្រោយពេលដែលត្រឡប់មកវិញក៏ចូលមកកាន់កម្មវិធីសំខាន់មួយនៅក្នុងទូរទស្សន៍ CTN រួមជាមួយនឹងអ្នកនាងយុគចិន្តាលោកត្រូវបានគេស្គាល់ថាជាពិធីករជើងចាស់និងរក្សាភាពល្បីល្បាញបានយូរជាងគេទោះបីជាលោកត្រូវខ្យល់វាយបាក់បក់ដោយរឿងអាស្រូវមួយចំនួននៅក្នុងពេលដែលបែកបាក់ជាមួយភរិយាក៏ដោយមានការទម្លាយថាលោកធ្លាក់ខ្លួនក្រដោយសារតែការប្តឹងផ្តល់ជាមួយនឹងភរិយាដើមនិងដោយសារតែមុនពេលដែលធ្លាក់ខ្លួនគឺលោកបានខ្ចីលុយពីធនាគារដើម្បីទិញផ្ទះបង់រំលោះនិងឡានជាដើមដែលក្រោយមកក៏ត្រូវលក់ផ្ទះនិងលក់ឡាននោះទៅវិញដើម្បីដោះស្រាយជីវភាពដែលបន្តធ្លាក់ចុះលោកបានទទួលមរណភាពកាលពីថ្ងៃទី4មិថុនាចំថ្ងៃបោះឆ្នោតឃុំសង្កាត់នៅវេលាម៉ោង 2:30 នាទីរសៀលដោយសពរបស់លោកត្រូវបានដឹកទៅធ្វើបុណ្យនៅក្នុងថ្ងៃដដែលនៅក្នុងវត្តឧត្តរាវតីហៅវត្តឫស្សីកែវនៅជិតវិទ្យាល័យឫស្សីកែវឥឡូវនេះយើងទៅក្រឡេកមកអំពីជីវប្រវត្តិគ្រួសាររបស់លោកអ៊ិតស៊ីថាវិញម្ដងលោកអ៊ិតស៊ីថាកើតនៅក្នុងឆ្នាំ1970និងមានស្រុកកំណើតនៅមោកឫស្សីខេត្តបាត់ដំបងលោកគឺជាកូនកសិករហើយលោកដែលឪពុករបស់លោកមានឈ្មោះថាអ៊ិតប្រងម្ដាយឈ្មោះថាយឹមសំអឿនលោកជាកូនច្បងក្នុងចំណោមបងប្អូន3នាក់5ឆ្នាំបន្ទាប់ពីចាប់កំណើតពលគឺនៅក្នុងឆ្នាំ1975របបខ្មែរក្រហមក៏បានចូលមកដល់កម្ពុជាដូច្នេះលោកក៏ដូចជាជនរួមជាតិខ្មែរនៅក្នុងស្រុកទាំងអស់គ្មាននរណាម្នាក់អាចជាផុតឡើយហើយលោករួមជាមួយនឹងម្ដាយនិងបងប្អូន2នាក់ត្រូវបានចម្លៀសទៅរស់នៅក្នុងឃុំតាឡោហាទីលខេត្តពោធិ៍សាត់មុនពេលត្រូវបំបែកឲ្យរស់នៅឆ្ងាយអំពីម្ដាយលោកអ៊ិតស៊ីថាបានទៅរស់នៅក្នុងកងចល័តកុមារដែលត្រូវបង្ខំឲ្យធ្វើការយ៉ាងទារុណទាំងអត់អាហារគ្រានោះដោយសារតែអត់ឃ្លានកង្វះជីវជាតិលោកមានជំងឺហើមខ្លួនពេញខ្លួនតែម្ដងយ៉ាងណាក៏ដោយលោកបានមានវាសនារស់រានមានជីវិតខុសពីប្អូនទាំងពីរត្រូវបាត់បង់ជីវិតនៅក្នុងរបបអាវខ្មៅនោះទៅហើយក្រោយរបបយងខ្នងនោះបានដួលរលំទៅលោកអ៊ិតស៊ីថាជាមួយម្ដាយបានត្រឡប់មកស្រុកកំណើតវិញទាំងការបាត់ដំណឹងរបស់លោកឪពុកមកដល់ស្រុកកំណើតដោយសារកត្តាជីវភាពលោកត្រូវម្ដាយនាំទៅរស់នៅជាមួយនឹងប្អូនបង្កើតនៅខេត្តបាត់ដំបងដើម្បីបន្តការសិក្សាបាទដើម្បីមិញគឺជាជីវិតតាក់ទងជាមួយនឹងគ្រួសារបាទឥឡូវនេះទៅមើលជីវិតរបស់គាត់ពាក់ព័ន្ធជាមួយនឹងការងារនិងការសិក្សាវិញម្ដងនៅឆ្នាំ1980លោកអ៊ិតស៊ីថាចូលរៀននៅសាលាវត្តដំរីសមានគំនិតគិតវែងឆ្ងាយលោកអ៊ិតស៊ីថាបានគិតនៅក្នុងចិត្តថាមានតែការសិក្សាប៉ុណ្ណោះដែលអាចចម្លងលោកឲ្យផុតពីភាពលំបាកតក់យ៉ាបានចាប់ជាមួយនឹងគំនិតបែបនេះលោកអ៊ិតស៊ីតាដែលពេលនោះមានវ័យ12ទៅ13ឆ្នាំបានប្រាប់ថាលោកមិនសូវមានពេលវេលាសម្រាប់សប្បាយសូម្បីតែវ័យរបស់លោកត្រូវទទួលការសប្បាយហើយនោះក៏ដោយការចំណាននោះក្មេងអញ្ចឹងពេលទំនេរលេងបាញ់ខុយគប់វងអញ្ចឹងទៅតែខ្ញុំអត់ទេក្រោយសល់ពេលពីការងារផ្ទះក្នុងនាមជាអ្នករស់នៅផ្ទះរបស់គេខ្ញុំអូសទឹកលក់បើមានគេឲ្យអូសគឺអូសមិនអញ្ចឹងទេគឺលក់ការ៉េមថ្ងៃណាលក់ដាច់ក៏សប្បាយទៅឯថ្ងៃណាលក់មិនដាច់ក៏អត់សូវសប្បាយដែរក្រោយការតស៊ូលោកអ៊ិតស៊ីថាបានបញ្ចប់ការសិក្សានៅបឋមឬឌីប្លូមគឺនៅបឋមភូមិ
បាទគឺបានបញ្ចប់ការសិក្សាបឋមភូមិឬយើងហៅថា Diploma នៅក្នុងឆ្នាំ1986ហើយក្រោយមកមួយឆ្នាំគឺនៅក្នុងឆ្នាំ1987លោកក៏បានភៀសខ្លួនទៅរស់នៅជំរំខៅអ៊ីដាងជាដែនខ្មែរថៃនៅជំរំលោកអេតសេដ្ឋានៅតែបន្តការសិក្សាប៉ុន្តែឆ្លៀតធ្វើការបណ្ដាលនៅក្នុងអង្គការ ICRC ក្នុងនាមជាគ្រូអក្ខរកម្មបង្រៀនចាស់ៗបញ្ជាអក្សរក្រៅពីនេះបានបន្តការសិក្សាផ្នែកថតរូបសញ្ញានិងរៀនផ្ដិតរូបសខ្មៅលោកក្រោយមកលោកក៏បានទៅសិក្សាបន្តជំនាញថតរូបថតវីដេអូនៅប្រទេសថៃនៅក្នុងឆ្នាំ1990នៅឆ្នាំ1992ក្រោយត្រឡប់មកពីប្រទេសថៃលោកក៏បានចូលធ្វើការនៅក្នុងទូរទស្សន៍មួយក្នុងស្រុកដែលគេឲ្យឈ្មោះថា IBC ដែលក្រោយមកទូរទស្សន៍នេះបានប្រែទៅជាទូរទស្សន៍កងយោធពលខេមរៈឃុំមិននៅពាក់កណ្ដាលឆ្នាំ1994នៅក្នុងទូរទស្សន៍នេះលោកមាននាទីជាអ្នកបច្ចេកទេសកាត់តតែដោយសារដំបូងឡើយធនធានផ្នែកខាងនិយាយនៅខ្វះលោកអេតសេដ្ឋាដែលមានសមត្ថភាពខាងផ្នែកភាសាអង់គ្លេសនិងថៃក៏បានសាកល្បងដាក់ពាក្យហើយក៏បានចាប់មកកាន់ការជាអ្នកនិយាយវិញម្ដងនិងបន្តរហូតដល់ពេលបច្ចុប្បន្នលោកអេតសេដ្ឋាប្រាប់ថាការងារខាងផ្នែកនិយាយដំបូងបំផុតដែលលោកនៅចាំគឺលោកត្រូវគេចាត់ឲ្យនិយាយនៅក្នុងកម្មវិធីកីឡា SEA Games លើកទី17បន្តមកទៀតលោកក៏បានកាន់កម្មវិធីមួយជាមួយនឹងអ្នកនាងយុគចិន្តាក្នុងកម្មវិធីមួយដែលមានឈ្មោះថាកម្មវិធីកំសាន្តមហាសប្បាយឥឡូវយើងទៅមើលជីវិតគ្រួសារផ្ទាល់ខ្លួនរបស់លោកវិញម្ដងលោកអេតសេដ្ឋាបានរៀបការជាមួយនឹងភរិយាឈ្មោះថាសសុភាពនៅឆ្នាំ1999ក្រោយពីលោកវិលពីរស់នៅជំរំខៅអេដាងមកបម្រើការងារនៅក្នុងស្ថានីយ៍ទូរទស្សន៍ IBC គឺប៉ុស្តិ៍លេខ5សប្តាហ៍ថ្ងៃនៅក្នុងឆ្នាំ1990 13ឆ្នាំក្រោយពីបង្កើតបានកូនប្រុសស្រីចំនួន3នាក់ប៉ុន្តែក្រោយមកទៀតក៏មានដំណឹងថាភរិយារបស់លោកបានដាក់ពាក្យប្តឹងសុំលាលែងដោយមូលហេតុមិនត្រូវបានឲ្យគេដឹងនោះទេហើយតុលាការក៏បានសម្រេចនិងប្រកាសជាសាធារណៈនៅពេលនោះទើបគេដឹងថាគាត់ទាំងពីរបានបែកគ្នាហើយលោកអេតសេដ្ឋាបានយកកូនទាំង3មកចិញ្ចឹមបេសកកម្មនៅសហរដ្ឋអាមេរិកធ្វើបានប្រមាណជា10ឆ្នាំនៅឆ្នាំ2001លោកបានឈប់ពីទូរទស្សន៍នៅក្នុងស្រុកទៅធ្វើការមួយរយៈនៅឯសហរដ្ឋអាមេរិកដែលមានបទពិសោធន៍ការងារខាងផ្នែកទូរទស្សន៍នៅទីនោះលោកក៏ចូលបម្រើខាងផ្នែកទូរទស្សន៍ដទៃទៀតដដែលទៀតឲ្យទូរទស្សន៍ដែលពេលនោះបានត្រាំផ្សាយនៅក្នុងទឹកដីទីក្រុងឡុងប៊ិចតែប៉ុណ្ណោះដែលមានឈ្មោះថា KBN មួយឆ្នាំក្រោយមកនៅលើទឹកដីមហាអំណាចលោកបានចាប់ផ្ដើមធ្វើការផ្នែកផ្សាយកម្មវិធីទូរទស្សន៍ជាកាមេរ៉ាភាសាឲ្យទូរទស្សន៍មួយឈ្មោះថា Chem TV ជាទូរទស្សន៍ខ្សែកាបដែលកាលនោះគឺមានកម្លាំងផ្សាយទូទាំងសហរដ្ឋអាមេរិកតែម្ដងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតចំណាយពេលនៅក្នុងស្រុកគេមួយរយៈធំក្រោយចប់បេសកកម្មលោកអេតសេដ្ឋាក៏បានវិលត្រឡប់មកប្រទេសកំណើតវិញជាទីដែលភរិយានិងកូនៗរបស់លោកកំពុងរស់នៅ3ឆ្នាំបន្ទាប់មកលោកក៏បានចូលរួមបម្រើការនៅក្នុងស្ថានីយ៍ទូរទស្សន៍ CTN នៅក្នុងនីតិជាពិធីករនិងជាអ្នកគ្រប់គ្រងកម្មវិធីនៅក្នុងនោះកម្មវិធីដែលលោកគ្រប់គ្រងខ្លួនឯងផ្ទាល់មានកម្មវិធីមុនស្នេហ៍សំលៀងទិដ្ឋភាពស្រុកយើងនិងកម្មវិធីចម្រៀងសំណូមពរទស្សនិកជនចាប់អារម្មណ៍និងចងចាំរូបលោកតាមតែការអធិប្បាយរបស់លោកអេតសេដ្ឋាប្រហែលជាពិធីទូរទស្សន៍ដំបូងគេប្រហែលជាពិធីកទូរទស្សន៍ដំបូងគេដែលចាប់ផ្ដើមបង្កើតទម្លាប់ផ្ទះដៃគ្រប់គ្រងតារាកិត្តិយសដែលនៅពេលនោះគឺអំឡុងឆ្នាំ1995មើលសុំស្នូផ្ទះដៃឲ្យតារាចម្រៀងរបស់យើងឲ្យខ្លាំងមកនេះគឺជាសម្លេងរបស់លោកអេតសេដ្ឋាតែស្នើឲ្យទស្សនិកជនលើកទឹកចិត្តដល់តារាកិត្តិយសទាក់ទងជាមួយនឹងការចែករំលែកបទពិសោធន៍លើការងារពិធីករទូរទស្សន៍ឆ្លងតាមបទពិសោធន៍ជាយូរឆ្នាំក្នុងការងារជាអ្នកនិយាយទូរទស្សន៍លោកអេតសេដ្ឋាបានចែករំលែកឲ្យដឹងថាប្រសិនបើបងប្អូនមានគោលបំណងចង់បានការងារផ្នែកនេះគឺត្រូវបង្កើតទម្លាប់ស្ដាប់ឲ្យបានច្រើនអានឲ្យបានច្រើននិងចេះស្រង់យកគំនិតរបស់អ្នកដទៃមកប្រើជាប្រយោជន៍បានពេលនេះខ្ញុំបាទសូមបញ្ចប់អត្ថបទដែលពាក់ព័ន្ធជាមួយនឹងលោកអេតសេដ្ឋាដែលជាពិធីករដ៏ល្បីល្បាញជារៀងច្បងនៅក្នុងវិស័យសិល្បៈហើយនេះគឺជារឿងដ៏គួរឲ្យសោកស្ដាយមួយដែលយើងបានបាត់បង់ធនធានមនុស្សម្នាក់ផ្នែកសិល្បៈបាទ
ការដែលលោកមានជំងឺគឺមិនសូវមានអ្នកដឹងទេអំពីបញ្ហាគ្រួសាររបស់លោកក៏ប៉ុន្តែនៅពេលដែលលោកបានលាចាកលោកទៅទើបយើងដឹងថាជីវិតរបស់មនុស្សយើងម្នាក់ៗគឺមានផលលំបាករៀងៗខ្លួនបាទអញ្ចឹងខ្ញុំបាទសូមបញ្ចប់អត្ថបទរបស់លោកអេតស៊ីថាតែប៉ុណ្ណេះ